ปรากฏนะเป้ព្រះអង្គត្រឡប់មកវិញភ្លាមអ្នកបម្រើម្នាក់បានមករាយការណ៍ថាព្រះអង្គគង់ចាស់រីកទីយាបនៅក្បែរគាត់ក៏មានក្មេងស្រីស្បែកស្ភ្លឺចែងចាំងម្នាក់ដែលកំពុងតែកើតឡើងពីបំផុតទៅឆ្នាំមុនឡើងមែនស្វាមីបានមិនអើពើនឹងស្ត្រីនោះភ្លាមតែមិនត្រូវបានគេមើលឃើញអស់រយៈពេល3ឆ្នាំសាមញ្ញបំផុតក៏មានច្រើនដងម្លឹងដែរដែលស្ទើរតែគួរឲ្យអស់សំណើចមែនបើលោកម្ចាស់សិននៅតែចងចាំច្បាប់ទាំងនោះលោកគួរតែដឹងប៉ុន្តែអ្នកត្រូវយល់ថាពន្លឺព្រះច័ន្ទពណ៌របស់គាត់កាន់តែគួរឲ្យអាណិតថែមទៀតហើយនាងថាកបងស្រីខ្ញុំត្រូវបានគេធ្វើបាបស្វាមីបានប្រកាសដោយត្រង់ថាពន្លឺព្រះច័ន្ទពណ៌របស់គាត់គឺជាស្ត្រីលើយ៉ែដែលពិតប្រាកដហើយគួរតែជាត្រីម្នាក់នោះដែលជាជនខ្លែងបន្លំនេះនៅតែគិតអំពីស្នេហាចាស់របស់ទទួលបានឋានៈដ៏ថ្លៃថ្នូរបែបនេះប៉ុន្តែគាត់មិនបានដឹងថាស្ត្រីនៅចំពោះមុខគាត់លែងជាស្ត្រីទន់ខ្សោយនិងចុះចូលដូចដែលគាត់ធ្លាប់ជាការនឹងតម្រូវការរបស់មនុស្សអាក្រក់និងពន្លឺព្រះច័ន្ទយូរ៉េនបានឆ្លើយតបដោយកម្លាំងដ៏ខ្លាំងក្លាបើខ្ញុំមិនស្រឡាញ់នាងទេតើអ្នកណានឹងស្រឡាញ់ខ្ញុំនៅពេលនោះខ្ញុំគឺជាលូស៊ីងយីងមិនមែនជាប្អូនស្រីរបស់នាងទេវាជាកំហុសរបស់ខ្ញុំមិនគួរត្រឡប់មកវិញទេតើវាជារឿងកំ pl ែងប្រភេទណាជាស្រីកំណាននេះជារបស់អ្នកដោយថាអ្នកខឹងខ្ញុំកំពុងរងចាំរੂសេត្រឡប់មកវិញតែអ្នកពិតជាមនុស្សងងមែនតើអ្នកបានចាក់ចេញទៅណានៅតែមានកន្លែង